តោះសួស្តីអ្នកនាងនេះគឺខ្ញុំមកលេងហ្គេម Roblox ទៀតហើយបាទអញ្ចឹងគឺខ្ញុំមកលេងវគ្គថ្មីមួយទៀតហើយនិយាយទៅវគ្គហ្នឹងគឺគេតម្រូវឲ្យយើងញ៉ាំមកច្រើនទៅពេលមៀតយើងកាន់តែធំយើងនេះយើងមកកន្លែងនេះមកនេះគឺយើងត្រូវលោតឲ្យបែកកញ្ចក់នេះគេអញ្ចឹងអានេះត្រូវការ100អញ្ចឹងខ្ញុំមកដល់ទេចឹងវាអត់បែកទេបាទបើអត់គ្រប់ទេវាមិនបែកទេអញ្ចឹងគឺប៉ុណ្្នឹងឯងហើយយើងយកពៀនមកហើយហ្គេមនេះគឺស្តៀងហ្គេមរដងណាគឺវាដូចតែគ្នាទេបាទវាគ្រាន់តែដូររបៀបលេងហ្នឹងម៉េចតោះឥឡូវយើងគេឲ្យយើងមកយកអានេះហើយតោះពេលយើងដើរវាឡើងមកវាបូកអាហារនេះឲ្យ6ដែរតាហើយកន្លែងស្អីគេដែរ15 ribbon អានេះ2 ribbon អូអានេះចូលដំបងអូនេះអ្នកនេះបាទនេះមិនបាទពេលមិនយើងត្រូវការ ribbon វាបាទខ្ញុំ ribbon មួយមកអូខេ level 10នឹងមិនទៀតហើយចឹងឥឡូវយើងធ្វើការគួយចាំឲ្យដល់ level 10សិនអូខេឥឡូវ level 10ទៀតហើយបាទយើង ribbon មួយទៀតមកអូខេតោះឥឡូវនេះគឺថាគុណ3ម្ដងឯងបាទខ្ញុំបានគុណ3ឯងចឹងវាគុណបានម្ដង27អូខេចឹងមកខ្ញុំខ្ញុំអាចមកនេះបានហើយនេះអូហើយតបមកយើងអាចទៅអាគុណ4បានគុណ4គឺ ribbon 10ដងហើយឥឡូវនេះគឺខ្ញុំ ribbon បានប្រហែលដងហើយបាទបាន2ដងហើយចឹងខ្ញុំមិនទាន់ទៅដល់បានទេអានោះ10ដងច្រើនណាស់ហ្នឹងបាទអូខេតោះឥឡូវយើងរងចាំមកដល់ level មែន level 15ខ្ញុំការអង្គុយចាំមកដល់ level 15មួយសិនអូខេឥឡូវខ្ញុំមកដល់ level 15ហើយបាទតោះអញ្ចឹងការ ribbon មួយទៀតមកអូខេឥឡូវនេះបានគុណ4ហើយបានគុណច្រើនមកតោះឥឡូវមើលបានបែបម៉ានចេះlevel 20យើងអាច ribbon បានម្ដងទៀតបាទឥឡូវខ្ញុំឲ្យវាឡើងឲ្យសិនឥឡូវនេះមៀតរបស់ខ្ញុំធំមែនទេអ្នកនេះបាទចាប់ដើមធំទៅហើយបាទចាំមើលតែខ្ញុំអាចឆ្លងផុតបានប្រហែលវគ្គដែរអូខេអានេះអានេះឲ្យវាទៅលេងខ្លួនឯងអូខេអានេះយើងអាចទិញវាបាន3 Robux តែខ្ញុំអត់មានទេចឹងយើងលេងតាមនេះហ្នឹងទៅមិនបាច់ដាក់ Robux ដាក់អីទេបាទអូខេមានខ្ញុំធំណាស់គ្នាបាទកន្លែងអានេះនេះរបស់យើងនេះfit មានទំហំណាអានឹងទំហំដែរចឹងមៀតរបស់យើងគឺប៉ុណ្្នេះហើយបាទឲ្យអានោះខ្ញុំបាន 10k ហើយអូខេឥឡូវខ្ញុំបាន level 15ហើយអ្នកនេះបាទឥឡូវខ្ញុំធ្វើការទៅ load ទៅបាទចាំមើលបានដល់ level ប៉ុន្មានហើយចាំមើលបន្តឥឡូវទី1 C point ទី2គឺ C point ឥឡូវចូលដល់ទី3 C point អានេះមានដើរលើ keyboard ទៀតចាំមើលឥឡូវខ្ញុំដាក់សលេងអ្នកគ្នាស្ដាប់មួយលយមិនឡើងមកលើចឹងមិនតមកនេះផងវាឡើងមកលើខ្លួនឯងតមកស្ដាប់សលេង keyboard អស់នេះបាទសលេង keyboard លយណានេះបាទលឺឡើងងុំតែម្ដងអូខេចឹងឥឡូវខ្ញុំបិទវិញសិនខ្ញុំខ្ជិលបើកសលេងញ៉ៃនេះអូខេតោះឥឡូវខ្ញុំចុះទៅមួយជាន់ទៀតឥឡូវជាន់ទី5ហើយជាន់ទី6ហើយទី7អានេះ 50k ណាគ្នា 50k មិនយើងចុះទៅបានមួយតង់ទៀតឥឡូវយើងយកត្រឹមហ្នឹងទៅអានេះអានេះវាឲ្យបើកឬក៏មិនពៀន 1k បាទបើកបានមិនបាច់បើកទេចឹងយកត្រឹមហ្នឹងទៅអូខេ yes តោះខ្ញុំបានពៀន 1k ហើយចឹងនេះកន្លែង 1k យើងមកយកនេះមកបាទកប់សេរីគុណឲ្យម្ដងនេះតែម្ដងនេះ 2.4k តែម្ដងបាទហើយពៀនច្រើនអញ្ចឹងយើងយើងសំពៀននេះច្រើនដើម្បីយកទៅបើកអាកន្លែងសាតនោះនេះគ្នាអានេះមិនកន្លែង upgrade នេះ upgrade អីគេយើង upgrade វ៉ញ៉ាំយើងអានេះសំណាងពេលយើងទៅបើកពងសัตว์នោះទៅវានឹងអាចបានសัตว์ល្អតែខ្ញុំចង់អាប់អានេះនេះមែនឥឡូវខ្ញុំអាប់អានេះមួយទៀតអានេះមួយទៀតអូខេដល់1k អស់ទៅគេអស់ហើយខ្ញុំអស់ពៀនអាប់ឯនេះមែនតើឥឡូវខ្ញុំទៅកម្មមក
cho cái này máuឡើងលឿនណាស់នេះបាទអានេះគុណ2ទៀតមកផ្លេតមិនល្បែបាត់តោះ reburn មួយឡើងណាស់នេះមកលឿនមែនតើអូខេតោះ25យើង reburn ម្ដងទៀតចង់មក play ទេឥឡូវនេះ reburn មក4ហើយខ្វះ6ទៀតខ្ញុំអាចទៅអានោះបានហើយកប់សេរីអូខេអ្នកនេះឥឡូវ25ហើយ reburn មួយទៀតមកអូខេតោះមក play 1720បាត់ឥឡូវនេះខ្ញុំបានគុណ6អ្នកនេះគុណ6បូកមកនេះគុណ2ទៀតគុណ8អែមកអ្នកនេះបាទហើយបើយើងយកលុយនឹងយកទៅបើកអាកន្លែងនោះក៏អែមដែរតែចាំទីទៀតចាំយើងទៅបើកបាទឥឡូវខ្ញុំទៅការយកល្បែ30មួយសិនអូខេអ្នកគ្នាបាទឥឡូវនេះគឺថាខ្ញុំឡើងបានដល់ល្បែ30បាត់ទៅហើយបាទតោះចឹងខ្ញុំ reburn មួយមកអូខេចឹងពេលយើង reburn ទៅខ្លួនយើងនឹងទូចវិញហើយបាទមិញខ្លួនខ្ញុំធំមែនតើឥឡូវខ្ញុំទៅការកយចាំឲ្យវាធំមកវិញសិនអ្នកគ្នាបាទឥឡូវគឺថាខ្ញុំបាន 3M ហើយអាfade នោះតោះចឹងខ្ញុំទៅប្រើជំរឿខ្ញុំឆ្លងផុតបានប្រហែលវគ្គដែរបាទចាំមើលអូខេអ្នកគ្នាមិញឥឡូវខ្ញុំទៅនៅវគ្គនោះមិញឥឡូវខ្ញុំឆ្លងផុតហើយឥឡូវមកដល់វគ្គ8ចឹងខ្ញុំក៏ឆ្លងផុតដែរហើយវគ្គ9ក៏ផុតវគ្គ10ទៅរួចទេអ្នកគ្នាបាទអានេះ 5M មិនទៅរួចអ្នកគ្នាតាក់ទៅវគ្គ10អ្នកគ្នាចឹងយើងយកពៀនមកកន្លែងនេះមានកន្លែងបើកដែរចាំយើងមកលើក្រោយចាំយើងបើកវាអូខេឥឡូវខ្ញុំយកពៀនសិនហើយខ្ញុំបាន30ចឹងខ្ញុំយកអានេះមកអូខេយេពេលនេះមកឥឡូវគុណ17ម្ដងអ្នកគ្នាចង់យើងចូលកន្លែងនេះទៀតគុណ 59k តែម្ដងបាទលឿនណាស់អ្នកនេះបាទខ្ញុំ reburn មក6ដងហើយ10ដងអ្នកនេះបានទៅដល់អាកន្លែងគុណ4នៅបានយូរតែឥឡូវខ្ញុំទីការឲ្យមិច level សិន level 35មិចអីចឹងចាំ level 35ចឹងយើងជួបគ្នាម្ដងទៀតបាទតោះគេអ្នកនេះបាទឥឡូវនេះគឺថាខ្ញុំបាន 52M ហើយអ្នកនេះបាទ 53M ហើយតោះចាំមើលប៉ុណ្្នឹងតែខ្ញុំអាចឆ្លងផុតបានប្រមាណវគ្គដែរបាទចាំមើលមិញយើងតត្រឹមដូចជាវគ្គ10អ្នកនេះវគ្គ10ហ្នឹងដូចជា 5M ខ្ញុំទៅរួចហើយនេះកន្លែងនេះអូខេឥឡូវខ្ញុំទៅរួចហើយតោះឡតអូខេវគ្គ11ទៅរួចអានេះ 100M អ្នកគ្នាមកអូខេខ្ញុំនឹងមកកន្លែងនេះម្ដងទៀតដើម្បីចាប់អានេះអ្នកគ្នាអូខេតោះឥឡូវខ្ញុំជន់យកអានេះមួយមកហើយខ្ញុំមាន 156k ចឹងខ្ញុំយកអានេះមកបាទតោះឥឡូវខ្ញុំធ្វើការទៅវិញសិនដោយសារខ្ញុំត្រូវការយកទៅពវល់សัตว์កញ្ញោបានសัตว์ជួយនេះឲ្យខ្ញុំជួយគុណឲ្យខ្ញុំបានកាន់តែច្រើនទៀតបាទតោះឥឡូវខ្ញុំទៅកាត់ទៅសិនអូខេឥឡូវយើងមកដល់ហើយបាទអូខេឥឡូវខ្ញុំទៅការចាប់វាតម្ដងមកចាប់បានតែមួយទេអ្នកគ្នាបាទមើលបានអ្វីដែរពេចតែម្ដងបាទអូខេឥឡូវខ្ញុំទៅកាត់ដាក់វាអានេះគុណ10យើងអាចដាក់បាន3អូខេតោះចឹងខ្ញុំជន់នេះមួយទៀតចឹងខ្ញុំបានតែ100តាអូខេគុណខ្ញុំបានច្រើនណាស់នេះបាទតើលេងទៅការ reburn មួយសិនបាច់អូខេ7ដងឯណាអ្នកនេះចឹង level 40បានយើង reburn មកម្ដងទៀតបាទខ្ញុំចង់ reburn ឲ្យបាន10ដងដើម្បីខ្ញុំអាចទៅអាកន្លែងគុណ4នៅបានអ្នកនេះបាទចឹងឥឡូវខ្ញុំទៅការធ្វើយ៉ាងណាឲ្យ reburn ឲ្យបាន10ដងសិនបានយើងអាចទៅនោះបានអូខេអ្នកនេះបាទទីបំផុតគឺខ្ញុំបាន reburn 10ហើយបាទអញ្ចឹងគឺខ្ញុំអាចមកកន្លែងនេះបានហើយគឺខ្ញុំលេងឡើងដល់800 800នេះគឺដោយសារខ្ញុំ reburn ទេបានវាធ្លាក់សល់ប៉ុណ្ណឹងដូចបើអត់ reburn គឺវាច្រើនជាងនឹងអ្នកនេះបាទហើយខ្ញុំទៅបានរៀងវគ្គរៀងឆ្ងាយដែរហើយលុយពៀនរបស់ខ្ញុំគឺ 17k បាទ17M អូខេតោះឥឡូវខ្ញុំធ្វើការចូលមកក្នុងនេះមកលឿនណាស់នេះបាទ
4B 5B បាទហើយអ្នកនេះដល់ខប់អូ55អ្នកនេះបាទបើរីបឺន15គឺយើងអាចទៅគុណ5ម៉ានបាទអូខេឥឡូវយើងសល់ពៀនច្រើនណាស់អ្នកនេះបាទហើយសัตว์ក៏ខ្ញុំបានចាប់បានប៉ុណ្ណេះដែរអានេះគុណ17អញ្ចឹងគឺអែមណាអ្នកនេះអូខេឥឡូវបាន50ហើយបាទអញ្ចឹងឥឡូវតោះឥឡូវខ្ញុំទៅប្រហែលនេះបាទទៅដូចជាអត់ទាន់គ្រប់ទេអ្នកនេះបាទព្រោះដោយសារខ្ញុំដល់កន្លែងនោះយើងដូចជា 50M ហ៎អូខេខ្ញុំ50B ច្រឡំ 50M អូខេអ្នកនេះបាទឥឡូវគឺខ្ញុំសាក់ទៅមើលចាំមើលយើងអាចឆ្លងផុតអត់ហើយកន្លែងនេះគឺយើងមក upgrade មួយសិនមែនអូអានេះ upgrade ទីគេវិញខ្ញុំមិនដឹងទេនេះចេះចុចទេអ្នកនេះនឹង upgrade អីបងអានេះគុណនេះយើងមែនគេម្ដងមកអានេះខ្ញុំមិនដឹងអីដែរអ្នកនេះមកចេះចុចទេទេអានេះសំណាងទេតោះមើលយកអាប់នេះ2M អូខេតោះអាហ្នឹងវាជួយអានេះឬក៏មិនមែនទេតោះឥឡូវខ្ញុំធ្វើការទៅតែម្ដងទៅបាទចាំមើលខ្ញុំអាចឆ្លងផុតដល់វគ្គប្រហែលដែរហេមកដល់វគ្គ8វគ្គ9វគ្គ10វគ្គ11អូស៊ីផុយណាស់នេះមិញវគ្គប្រហែលទេនេះដែលខ្ញុំរៀងទើអានេះ15នេះ250B នេះបាទអូច្រើនណានេះគឺវគ្គ16ហើយអូនៅនេះលេមានអាពងនោះដើម្បីយើងបវលអីអស់លីងប្រើនៅនេះបាទតោះឥឡូវខ្ញុំយកពៀនមកហើយពៀនរបស់ខ្ញុំគឺ45អញ្ចឹង45អូអានេះ100ពៀនហ្នឹងណាគ្នាបាទអេ 100M អូច្រើនណាខ្ញុំគ្មានលទ្ធភាពទេបាទច្រើនពេកអានោះ250B ណាគ្នាបាទច្រើនណាអូ my god ចឹងខ្ញុំមិនអាចលេងយកបានទេដោយសារវាច្រើនពេកចឹងវីដេអូខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងហើយអ្នកទាំងអស់គ្នាបាទបើអ្នកគ្នាពេញចិត្តកុំភ្លេចជួយ like ឲ្យខ្ញុំម្នាក់មួយផងហើយបាយបាយអ្នកគ្នាចាំជួបគ្នានៅវីដេអូក្រោយហើយវីដេអូក្រោយអ្នកគ្នានឹងជួបខ្ញុំ